សួស្តីប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ព្រឺព្រួយយប់ងងឹតទាំងអស់គ្នាយប់នេះ Admin នឹងមកលួងប្រិមិត្តបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាទៀតហើយយប់នេះគឺជាយប់រន្ធត់យប់ព្រឺព្រួយខ្លាំងជាងយប់មុនព្រោះយប់នេះ Admin នឹងមកសម្រាយរឿងមួយដែលជារឿងខ្មោចបំពេកូនរឿងនេះគឺរន្ធត់ញាប់ញ័រហើយរឿងនេះ Admin បានមកពីអ៊ំម្នាក់ដែលគាត់បាននិទានមកឲ្យ Admin ស្ដាប់អញ្ចឹង Admin នឹងយករឿងហ្នឹងដើម្បីនិទានឲ្យប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាតអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមចូលទៅសាច់រឿងពេញរបស់យើងទាំងអស់គ្នាតែម្ដងទៅនាល្ងាចថ្ងៃសៅរ៍មួយមេឃចាប់ផ្ដើមងងឹតស្លុបខ្យល់បក់មកត្រជាក់ដល់ឆ្អឹងខ្នងឆៃដែលជាបុគ្គលិកក្រុមហ៊ុនម្នាក់ត្រូវធ្វើដំណើរត្រឡប់ទៅផ្ទះនៅឯស្រុកកំណើតតែម្នាក់ឯងតាមផ្លូវលំមួយដែលសងខាងសុទ្ធតែព្រៃស្ងាត់និងវាលស្រែស្ងាត់ជ្រងំម៉ូតូរបស់គេហាក់ដូចជាធ្ងន់ខុសពីធម្មតាទោះបីជាគ្មានអ្នកណាជិះពីក្រោយក៏ដោយពេលធ្វើដំណើរមកដល់ចំណុចដើមជ្រៃធំមួយដើមដែលដុះត្រដែតបែកមេឃសាខានៅក្បែរមាត់ផ្លូវឆៃក៏ស្រាប់តែឮសូរសម្រែកយំខ្សឹបខ្សួលយ៉ាងទន់ខ្សោយគេបង្អន់ម៉ូតូរួចផ្ទៀងត្រចៀកស្ដាប់វាមិនមែនជាសំឡេងយំធម្មតាទេប៉ុន្តែវាគឺជាសំឡេងបំពេកូនរំពេចនោះឆៃក៏ឮសំឡេងបំពេកូនតែម្ដងអើយកូនអើយកេងទៅម៉ែនៅបំពេកេងទៅកូនអើយកុំយំណាកូនសំឡេងនោះស្រាស្រទន់តែត្រជាក់ស្រេបចេញមកពីលើមេឃឈើធំនោះឆៃដាច់ចិត្តងើយភ្នែកសម្លឹងទៅលើពន្លឺភ្លើងម៉ូតូជះទៅប៉ះនឹងស្រមោលសមួយនៅលើមេឃឈើខ្ពស់គេឃើញមានស្ត្រីម្នាក់ស្លៀកពាក់ឈុតសរហែករយ៉ៃសក់វែងអន្លាយធ្លាក់ចុះមកក្រោមបិទបាំងមុខជិតនាងកំពុងអង្គុយលើមេឃឈើដៃទាំងពីរយល់អង្រឹងដែលធ្វើពីក្រណាត់សហើយច្រៀងបំពេយ៉ាងផ្អែមល្ហែមប៉ុន្តែគួរឲ្យខ្លាចក្រៃលែងស្រាប់តែស្ត្រីនោះឈប់ច្រៀងហើយងាកក្បាលមកសម្លឹងមុខឆៃយឺតក្បាលរបស់នាងអាចពង្វិលបាន180ដឺក្រេនាងបង្វិលក្បាលមកក្រោយចំពេលដែលសក់របស់នាងវែងចេញបង្ហាញឲ្យឃើញមុខមាត់ដែលរលេះរលួយភ្នែកលៀនចេញមកខាងក្រៅនិងមានឈាមហូរស្រក់តក់មកលើដីបងចង់ជួយបំពេកូនអូនទៅកូនអើយកេងទៅម៉ាក់នៅបំពេប៉ាមកវិញហើយប៉ាមកដល់ទីហើយមើលចោះប៉ាដេកចិត្តយើងហើយកូនឆៃស្រឡាំងកាំងខ្លួនប្រាណរឹងកំប្រឹងមិនហ៊ានសូម្បីតែដកដង្ហើមគេមានអារម្មណ៍ថាមានដៃដល់ត្រជាក់ដូចទឹកកកលូកចូលមកក្នុងភួយយឺតរួចមកប៉ះចំកញ្ចុងករបស់គេដោយទ្រាំមិនបានឆៃក៏សម្រេចចិត្តទាត់ភួយចេញរួចស្រែកផ្អើលផ្ទះអ្វីដែលបានឃើញនៅចំពោះមុខ
គឺស្ត្រីម្នាក់នោះកំពុងតែដេកផ្អៀងនៅលើគ្រែជាមួយគេនាងគ្មានភ្នែកទេមានតែរុនភ្នែកខ្មៅងងឹតដែលកំពុងសម្លឹងមកគេចំណែកឯដៃរបស់នាងកំពុងបីដុំសាច់ម្យ៉ាងដែលរុំដោយក្រណាត់សនៅក្នុងក្រណាត់នោះគឺក្បាលខ្មោចកូនក្មេងស្ត្រីនោះសើចសប្បាយរួចហុចដុំសាច់នោះមកឲ្យឆៃបីកូនផងបងវាចង់ឲ្យប៉ាវាបីភ្លាមនោះឆៃស្រាប់តែនឹកឃើញរឿងរ៉ាវកាលពី2 ឆ្នាំមុនកាលនោះគេធ្លាប់បានបើកឡានបុកស្ត្រីម្នាក់ដែលកំពុងត្រឡប់មកពីទិញថ្នាំឲ្យកូននៅមាត់ផ្លូវត្រង់ដើមជ្រៃនោះឯងប៉ុន្តែដោយសារតែភាពភ័យខ្លាចគេក៏បានបើកឡានរត់ចោលជនរងគ្រោះបណ្ដាលឲ្យនាងនិងកូនស្លាប់ទាំងអយុត្តិធម៌ស្ត្រីខ្មោចនោះចាប់ផ្ដើមលូកដៃវែងរបស់នាងមករឹតកឆៃយ៉ាងណែនមុខរបស់នាងប្រែជាខឹងសម្បាយយ៉ាងខ្លាំងឯងសម្លាប់ពួកយើងឯងត្រូវតែទៅនៅជាមួយពួកយើងវិញព្រឹកឡើងអ្នកចិត្តខាងបានប្រទះឃើញឆៃស្លាប់នៅលើគ្រែក្នុងសភាពភ្នែកលីនចំហមាត់ធ្លាយអណ្ដាតចេញមកខាងក្រៅហើយនៅលើកញ្ចុងករបស់គេមានស្នាមម្រាមដៃខ្មៅដោយគេច្របាច់អ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺនៅក្បែរសពរបស់គេមានក្រណាត់សរុំក្បាលក្មេងមួយដាក់នៅក្បែរខ្នើយចាប់ពីថ្ងៃនោះមកអ្នកភូមិតែងតែឮសំឡេងបំពេកូននៅមាត់ផ្លូវដើមជ្រៃធំនោះដដែលប៉ុន្តែលើកនេះគេមិនត្រឹមតែឃើញស្ត្រីម្នាក់នោះទេគេថែមទាំងឃើញស្រមោលបុរសម្នាក់អង្គុយយល់អង្រឹងឲ្យនាងនៅក្បែរនោះដដែលក្រោយពីការស្លាប់ដ៏អាថ៌កំបាំងរបស់ឆៃសាកសពរបស់គេត្រូវបានគេយកទៅធ្វើបុណ្យតាមប្រពៃណីប៉ុន្តែរឿងរ៉ាវនៅដើមជ្រៃធំមាត់ផ្លូវនោះមិនទាន់បញ្ចប់ឡើយអ្នកភូមិចាប់ផ្ដើមភ័យខ្លាចមិនហ៊ានដើរកាត់ផ្លូវនោះបន្ទាប់ពីម៉ោង 6 ល្ងាចឡើយប៉ុន្តែមានបុរសម្នាក់ឈ្មោះថាមករាដែលជាអ្នករត់ម៉ូតូឌុបយប់ជ្រៅមិនសូវជឿរឿងអរូបីក៏បានជួបប្រទះរឿងដែលមិនអាចបំភ្លេចបានយប់មួយមករាត្រូវឌុបម៉ួយម្នាក់ដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវដើមជ្រៃនោះពេលមកដល់ជិតដើមជ្រៃនោះស្រាប់តែម៉ូតូរបស់គេលន់សូភុះបែកកង់ក្រោយភ្លាមម៉ួយដែលជិះពីក្រោយដោយភាពភ័យខ្លាចក៏រត់ចោលមករាទៅបាត់ស្រមោលទុកឲ្យមករានៅតែឯងកណ្ដាលភាពងងឹតខណៈពេលដែលមករាកំពុងអូសម៉ូតូទាំងញ័រដៃស្រាប់តែមានខ្យល់គួចបក់មកយ៉ាងខ្លាំងស្លឹកឈើជ្រុះពាសពេញដីហើយសំឡេងងែកង៉ក់ក៏បន្លឺឡើងពីលើក្បាលមករាខំមិនងើបមើលទៅលើប៉ុន្តែមានទឹកម្យ៉ាងត្រជាក់ស្រេបស្រក់មកចំថ្ងាសរបស់គេពេលគេយកដៃជូតស្រាប់តែវាជាឈាមខ្មៅខាប់មករាងើបភ្នែកមើលយឺតគេឃើញមានខ្មោចម្នាក់អង្គុយយល់អន្រឹងដែលប៉ុន្តែលើកនេះនៅក្បែរនោះមានស្រមោលបុរសម្នាក់អង្គុយនៅមែកឈើម្ខាងទៀតបុរសនោះមានមុខមាត់ស្រដៀងនឹងឆៃប៉ុន្តែមុខមាត់របស់គេស្លេកស្លាំងភ្នែកសរលីងស្ត្រីខ្មោចនោះសើចក៏ក្អិចរួចនិយាយទៅកាន់ព្រលឹងឆៃថាបងមើលចោះ
មានគេមកលេងយើងទៀតហើយយកវាមកធ្វើជាអ្នកយល់អង្រឹងឲ្យកូនយើងជំនួសបងទៅរំពេចនោះប្រលឹងឆៃក៏លោតចុះពីលើមេឈើមកឈរចំពោះមុខមករាដៃរបស់ឆៃលូកមកចាប់មករារួចលើកមករាឡើងផុតពីដីមករាប្រឹងរើបំរាស់ប៉ុន្តែដៃនោះរឹងដូចដែកក្នុងពេលដែលមករាកំពុងតែដង្ហក់ខ្យល់សំឡេងបំពេក៏បំលឺឡើងកាន់តែខ្លាំងអើយកូនអើយគេងទៅម៉ែនៅបំពេកូនអើយគេងទៅចាំម៉ែយកភ្នែកពូនេះមកធ្វើជាបាល់ឲ្យកូនលេងស្ត្រីខ្មោចនោះលោតចុះមកក្បែរមករានាងលូកក្រចកវែងរបស់នាងមករកភ្នែកមករាប៉ុន្តែភ្លាមនោះមករានឹកឃើញខ្សែការពារខ្លួនខ្សែចង្កេះដែលគ្រូឲ្យគេប្រឹងស្រែកសូត្រធម៌អស់ពីកម្លាំងកាយស្រាប់តែមានពន្លឺមាសមួយជះចេញពីខ្លួនមករាធ្វើឲ្យប្រលឹងខ្មោចទាំងពីរខ្ទាតចេញទៅម្ខាងមករាប្រឹងរត់ទាំងមិនងាកក្រោយរហូតដល់ផ្ទះអ្នកភូមិព្រឹកឡើងគេពិនិត្យមើលកញ្ចក់កឃើញមានស្នាមម្រាមដៃ5ធំចំណែកឯម៉ូតូទុកចោលនៅក្រោមដើមឈើនោះត្រូវបានគេឃើញមានថាក្រណាត់សរុំក្បាលក្មេងរុំជុំវិញកង់ម៉ូតូយ៉ាងណែនដែលមិនអាចស្រាយចេញបានដោយងាយឡើយអ្នកភូមិជឿថាវិញ្ញាណរបស់ឆៃមិនអាចទៅចាប់ជាតិបានទេព្រោះត្រូវខ្មោចស្រីនោះចងអាគមឲ្យនៅបំរើនាងនិងកូនជារៀងរហូតចំណែកឯអ្នកណាដែលធ្វើដំណើរកាត់តាមផ្លូវនោះហើយឮសំឡេងបុរសយំជំនួសស្ត្រីនោះមានន័យថាពូគេកំពុងរកអ្នកមកជំនួសកន្លែងពូគេហើយក្រោយពីមករាបានរួចជីវិតរឿងរ៉ាវដ៏រន្ធត់នេះបានដឹងដល់ត្រចៀកលោកគ្រូធំដែលជាគ្រូអាគមល្បីខាងបង្ក្រាបប្រលឹងសាហាវលោកគ្រូដឹងថាបើមិនបង្ក្រាបទេវិញ្ញាណទាំងនេះនឹងតាមលងបន្លាចនិងយកជីវិតអ្នកភូមិបន្តទៀតជាមិនខានយប់ថ្ងៃសិលលោកគ្រូធំរួមជាមួយមករានិងអ្នកភូមិចិត្តដាច់ពី3នាក់ទៀតបានធ្វើដំណើរទៅកាន់ដើមជ្រៃធំនោះលោកគ្រូបានគូសខ្សែក្បាច់អាគមព័ទ្ធជុំវិញដើមឈើនិងដោតទង់ជ័យ5ពណ៌ដើម្បីខាំងផ្លូវមិនឲ្យខ្មោចរត់រួចគ្រាន់តែចាប់ផ្ដើមសូត្រធម៌ភ្លាមមេឃដែលកំពុងស្រឡះស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំងមេឃឈើបាក់រំពាត់ដូចមានអ្នកណាកន្ត្រាក់សំឡេងបំពេកូនដែលធ្លាប់តែស្រទន់ប្រែជាសម្រែកស្រែកជេរប្រតិចយ៉ាងខ្លាំងចេញទៅកុំមកចេះដឹងរឿងយើងនឹងយកជីវិតអ្នកទាំងអស់គ្នារំពេចនោះខ្មោចស្រីសក់វែងនិងប្រលឹងឆៃបានលេចខ្លួនឡើងនៅលើមេឈើភ្នែកពួកគេក្រហមច្រាលដូចភ្លើងឆេះខ្មោចស្រីនោះបានក្រវាត់ក្បាលក្មេងក្នុងអន្រឹងសម្ដៅមកលោកគ្រូធំប៉ុន្តែលោកគ្រូបានលើកដាវអាគមកាប់កាត់ខ្យល់បណ្ដាលឲ្យភ្នំភ្លើងអាគមជះនៅលើក្បាលខ្មោចនោះឲ្យរលាយបាត់ភ្លាមខ្មោចស្រីខឹងខ្លាំងណាស់នាងហោះចុះមកក្នុងសភាពមុខមាត់រលេះរលួយដៃទាំងពីរលូកមកខ្វេះភ្នែកលោកគ្រូមិនបង្អង់យូរយកខ្សែសីមាបោះពាត់ជាប់ខ្លួននាងរួចសូត្រមន្តអាគមដុតកំដៅវិញ្ញាណ
Ôi đau na lên giường tư dương chư chập na khmoi srei srei rô hốt ảo ọ sạch prấy lô cru bán bần lư viết trà thà cắm phò đại ảnh sáng trơ bánh chóp trầm ni anh mình ai dọc chi vật nẹ đo tây mọc trong nụ cam rô bỏ anh bàn tê chô từ tam plơ rô bỏ anh cho lô cru bán dọc thực muốn